วิธีធ្វើតែក្រូចឆ្មាឬតែជាដំបូងយើងយកក្រូចតែដែលយើងចម្រោះហើយនឹងចំនួន50 ml បន្ទាប់មកយើងយកទឹកក្រូចតែនឹងចាក់ចូលទៅក្នុងកែវដល់បន្តមកទៀតគឺយើងដាក់ទឹកស្ករបាទទឹកស្ករដែលយើងយកមកប្រើនឹងគឺចំនួន80 ml បាទ80 ml ហើយចាំវីដេអូក្រោយខ្ញុំនឹងប្រាប់ពីរបៀបធ្វើទឹកស្ករបាទនេះយើងចាក់ចូលអញ្ចឹងមកហើយយើងថែម30 ml បន្តិចមកហើយវាអានេះគឺវាស្ករ 100% ហើយបើសិនបើបងប្អូនដែលចូលចិត្តរសជាតិផ្អែមឬក៏ចូលចិត្តមិនសូវផ្អែមរសជាតិជូរអីវាយើងអាចបន្ថែមបន្ថយទៅតាមនឹងបានបាទបន្ទាប់មកយើងកូរវាឲ្យសព្វចូលគ្នាអញ្ចឹងបន្ទាប់ពីយើងកូរវាសព្វហើយគឺយើងដាក់ទឹកកកចូលទៅហើយនេះតែខៀវដែលយើងធ្វើហើយវីដេអូក្រោយខ្ញុំប្រាប់ពីរបៀបធ្វើទឹកស្ករនិងរបៀបធ្វើតែយើងចាក់ទឹកកកចូលឲ្យពេញអញ្ចឹងមកបន្ទាប់មកយើងយកតែយើងហ្នឹងយកតែដែលយើងឆុងហើយហ្នឹងវាមានតែបៃតងតែក្រហមយើងយកចំនួន100 ml ចាក់ពីលើអញ្ចឹងទៅអូខេអញ្ចឹងយើងកាត់ជាបានជាតែក្រូចឆ្មាឬក៏ហៅថាតែជ្រក់បាទនេះបាទតែនមកដល់ហើយអញ្ចឹងយើងក៏ញ៉ាំបាទសូមអរគុណជួបគ្នាវីដេអូក្រោយអរគុណច្រើនជម្រាបលាបងប្អូនអរគ្នាអរគុណសម្រាប់ការតាមដាន